ជំរាបសួរអ្នកទាំងអស់គ្នាក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងណែនាំអ្នកឲ្យលម្អិតអំពីរបៀបបង្កើនដែនកំណត់ចំណាយលើការផ្សាយពាណិជ្ជកម្ម Facebook ទាំងគណនីដែនកំណត់គណនីនិងដែនកំណត់ចំណាយប្រចាំថ្ងៃដែនកំណត់ប្រចាំថ្ងៃចុងក្រោយបំផុត2025ដោយប្រើទម្រង់ផ្លូវការរបស់ Facebook ប្រសិនបើអ្នកកំពុងដំណើរការផ្សាយពាណិជ្ជកម្មនិងទទួលបានការជូនដំណឹងដូចជាអ្នកបានឈានដល់ដែនកំណត់ចំណាយលើគណនីរបស់អ្នកឬអ្នកគ្រាន់តែចង់បង្កើនថវិកាផ្សព្វផ្សាយរបស់អ្នកដើម្បីពង្រីកប្រាក់ចំណូលរបស់អ្នកវីដេអូនេះគឺសម្រាប់អ្នកមើលវីដេអូទាំងមូលព្រោះខ្ញុំនឹងបង្ហាញអ្នកជាជំហានចាប់ពីការចូលប្រើទម្រង់បែបបទបំពេញព័ត៌មានរហូតដល់ការបញ្ជូនសំណើដោយជោគជ័យជាដំបូងនេះជាទម្រង់គាំទ្រ Facebook ផ្លូវការអ្នកត្រូវទាញយកវាខ្ញុំនឹងបន្ថែមដំទាញយកខាងក្រោមការពិពណ៌នាវីដេអូសម្រាប់អ្នកបើក Google Chrome នៅជ្រុងខាងស្ដាំបើកជម្រើសរបៀបអ្នកអភិវឌ្ឍបើកឯកសារដែលមានឈ្មោះថា Faber បង្កើនដែនកំណត់ចំណាយដែលអ្នកបានទាញយកពីមុនឥឡូវនេះប្រើ Wizard ហើយស្រង់ចេញនៅទីនេះហើយអូសថតទៅផ្នែកបន្ថែមភ្លាមបន្ទាប់ពីនោះផ្នែកបន្ថែមនឹងត្រូវបានបន្ថែមទៅកម្មវិធីរុករកហើយអ្នកនឹងឃើញទម្រង់ Facebook ផ្លូវការត្រូវបានបង្ហាញតើដែនកំណត់ប្រភេទណាដែលអ្នកចង់បង្កើនសូមជ្រើសរើសកំណត់ការចំណាយប្រចាំថ្ងៃនៅក្នុងផ្នែកបន្ថែមលេខសម្គាល់គណនីសូមបញ្ចូលលេខកូដគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកប្រសិនបើអ្នកមិនដឹងទេអ្នកអាចចូលទៅកាន់ការកំណត់ការទូទាត់ហើយមើលលេខនៅលើដុំភ្ជាប់គេហទំព័រខាងក្រោមដែនកំណត់ចំណាយប្រចាំថ្ងៃកំណត់ដោយមេដាគឺជាដែនកំណត់ចំណាយប្រចាំថ្ងៃដែលអ្នកចង់ស្នើសុំការផ្លាស់ប្ដូរថ្មីឧទាហរណ៍$500បន្ទាប់មកនៅក្នុងអាប់ឡូតរូបថតអេក្រង់ដែលបង្ហាញពីការចំណាយបច្ចុប្បន្នរបស់អ្នកឬផ្នែកស្ថានភាពដែនកំណត់ការផ្សាយពាណិជ្ជកម្មអ្នកត្រូវបង្ហោះរូបថតអេក្រង់ដែលបង្ហាញពីស្ថានភាពដែនកំណត់ចំណាយបច្ចុប្បន្នរបស់គណនីអ្នកបើកការផ្សាយពាណិជ្ជកម្មតាម Facebook ថតអេក្រង់នៃដែនកំណត់ចំណាយបច្ចុប្បន្នរបស់អ្នកឧទាហរណ៍ដែនកំណត់ចំណាយប្រចាំថ្ងៃ$250មុនពេលដាក់សំណើរបស់អ្នកត្រូវតែជាម្ចាស់ឬអ្នកគ្រប់គ្រងគណនីផ្សាយពាណិជ្ជកម្មនៅក្នុងការពិពណ៌នានេះសូមសរសេរការពន្យល់សង្ខេបនិងប្រកបដោយវិជ្ជាជីវៈអំពីមូលហេតុដែលអ្នកត្រូវបង្កើនដែនកំណត់ចំណាយរបស់អ្នកឧទាហរណ៍អាជីវកម្មរបស់យើងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សហើយយើងកំពុងពង្រីកយុទ្ធនាការដើម្បីឈានដល់ទស្សនិកជនកាន់តែច្រើនការបង្កើនដែនកំណត់ចំណាយរបស់យើងនឹងជួយរក្សាដំណើរការផ្សាយពាណិជ្ជកម្មនិងគាំទ្រការផ្សព្វផ្សាយដែលកំពុងបន្តបន្ទាប់ពីបំពេញវាហើយសូមពិនិត្យមើលខ្លឹមសារបន្ទាប់មកបន្តទៅជំហានចុងក្រោយចុចសំណើពិនិត្យមើលហើយរងចាំបន្ទាប់ពីអ្នកចុចស្នើសុំការពិនិត្យឡើងវិញសូមរងចាំមួយផ្លែតដើម្បីឲ្យប្រព័ន្ធដំណើរការនៅពេលដែលផ្នែកបន្ថែមបង្ហាញដែនកំណត់ចំណាយគណនីសារដែលបានធ្វើបច្ចុប្បន្នភាពដែនកំណត់ចំណាយគណនីរបស់អ្នកឥឡូវនេះគឺ$500វាមានន័យថាសំណើរបស់អ្នកត្រូវបានអនុម័តឥឡូវនេះសូមត្រឡប់ទៅការកំណត់ការទូទាត់វិក្កយបត្រនៅលើ Facebook ដើម្បីពិនិត្យ2ដងឥឡូវនេះសូមរងចាំមួយផ្លែតដើម្បីឲ្យទំព័រទូទាត់ Facebook ដំណើរការទាំងស្រុងជាធម្មតាដំណើរការនេះចំណាយពេល2-3វិនាទីសម្រាប់ប្រព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីនៅពេលដែលទំព័រត្រូវបានបង្ហាញយ៉ាងពេញលេញអ្នកនឹងឃើញផ្នែកកំណត់ការចំណាយគណនីបានធ្វើបច្ចុប្បន្នភាពនៅទីនេះអ្នកនឹងឃើញថាដែនកំណត់ចំណាយថ្មីរបស់អ្នកត្រូវបានធ្វើបច្ចុប្បន្នភាពដោយជោគជ័យដល់$500